បាទជំរាបសួរបងប្អូនថ្នាក់ទី12បាទស្វាគមន៍ជាថ្មីម្ដងទៀតម៉ោងថ្នាក់ប្រវត្តិវិទ្យាបាទហើយសម្រាប់សប្តាហ៍នេះគឺយើងនឹងលើកយកមេរៀនទី1អាណានិគមនិយមបារាំងឆ្នាំ1863ដល់ឆ្នាំ1953មកសិក្សាបញ្ចប់ណាហើយចំណុចដែលយើងលើកយកមកសិក្សាបញ្ចប់គឺយើងផ្ដោតលើលទ្ធផលវិជ្ជមាននិងអវិជ្ជមាននៃកំណែតម្រង់បារាំងចឹងនៅក្នុងចំណុចត្រង់នេះគឺយើងនឹងលើកឡើងថាក្នុងរយៈពេល90ឆ្នាំពោលពីឆ្នាំ1863ដល់ឆ្នាំ1953តើបារាំងណាបានបន្សល់ទុកចំណុចល្អនិងចំណុចមិនល្អអ្វីខ្លះក្នុងការកំណែតម្រង់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងនាមជាម្ចាស់អាណាព្យាបាលលើប្រទេសកម្ពុជានៅពេលនោះបាទហើយមុននឹងចាប់ផ្ដើមសិក្សាលម្អិតតាក់ទងនឹងចំណុចត្រង់នេះគឺលោកគ្រូសូមលើកតាក់ទងនឹងការរំលឹកឡើងវិញនៃមេរៀនរបស់យើងបាទបងណាអញ្ចឹងកាលពីសប្តាហ៍មុនបងប្អូនបានសិក្សារួចមកហើយណាអំពីការតស៊ូទាមទារឯករាជ្យហើយក៏យើងនិយាយពីចំណុចមួយណាការតស៊ូទាមទារឯករាជ្យនេះយើងឃើញថានៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953បារាំងបានប្រគល់ឯករាជ្យពេញលេញជូនដល់ប្រទេសកម្ពុជាបាទណាហើយកត្តាដែលនាំឲ្យបារាំងប្រគល់ឯករាជ្យពេញលេញជូនដល់ប្រទេសកម្ពុជាយើងសង្កេតឃើញថាមានកត្តា3សំខាន់ទី1គឺកត្តាកម្ពុជាខ្លួនឯងណាគឺកត្តាកម្ពុជាខ្លួនឯងដែលមានចលនាតស៊ូ2ណាគឺចលនាតស៊ូទាមទារឯករាជ្យដោយកម្លាំងប្រដាប់អាវុធរបស់ខ្មែរឥស្សរៈនិងការតស៊ូទាមទារឯករាជ្យរបស់សម្ដេចនរោត្តមសីហនុដោយសន្តិវិធីចំណុចទី2នោះគឺតាក់ទងនឹងបារាំងខ្លួនឯងផ្ទាល់ណាគឺបញ្ហាប្រឈមរបស់បារាំងក្រោយសង្គ្រាមលោកលើកទី2ហើយបញ្ហាទី3មូលហេតុតាក់ទងនឹងអន្តរជាតិណាតើអន្តរជាតិបានជួយជ្រោមជ្រែងដោយប្រទេសខ្លះចំពោះប្រទេសក្រោមអាណានិគមណាដើម្បីទទួលឯករាជ្យហ្នឹងបាទអញ្ចឹងខ្ញុំលើកយកចំណុចទី2ណាគឺចំណុចតាក់ទងនឹងបារាំងណាអញ្ចឹងចំណុចទី2ខ្ញុំលើកឡើងថាហេតុអ្វីបានជាបារាំងធ្លាក់ចុះខ្សោយក្រោយសង្គ្រាមលោកលើកទី2អញ្ចឹងយើងដឹងស្រាប់ហើយថាការចុះខ្សោយរបស់បារាំងក្រោយសង្គ្រាមលោកលើកទី2ជាហេតុមួយដែលបង្កឲ្យបារាំងមិនអាចទ្រទ្រង់ភាពជាអាណានិគមរបស់ខ្លួននៅក្រៅប្រទេសទៀតបានអញ្ចឹងយើងមើលទៅហេតុអ្វីបានជាបារាំងធ្លាក់ចុះខ្សោយក្រោយសង្គ្រាមលោកលើកទី2បាទអញ្ចឹងយើងមើលទាំងអស់គ្នាបាទអញ្ចឹងមូលហេតុដែលនាំឲ្យបារាំងធ្លាក់ចុះខ្សោយក្រោយសង្គ្រាមលោកលើកទី2ខ្ញុំលើកយកកត្តា3ចំណុចមកបង្ហាញទី1គឺតាក់ទងនឹងចលនាឬបំរាស់ទាមទារឯករាជ្យអន្តរជាតិបាទណាចលនាឬបំរាស់ទាមទារឯករាជ្យអន្តរជាតិណាយើងមើលថាតើចលនាឬបំរាស់ទាមទារឯករាជ្យអន្តរជាតិនឹងវាតាក់ទងអ្វីនឹងប្រទេសបារាំងដែរបាទប្រកបនោះគឺមានភាពតាក់ទងបាទតាក់ទងនោះគឺត្រង់ថាប្រទេសដែលក្រោមអាណានិគមរបស់បារាំងទាំងអស់នៅទ្វីបអាស៊ីអាហ្វ្រិកបានងើបឡើងទាមទារឯករាជ្យណាអញ្ចឹងការទាមទារឯករាជ្យរបស់ប្រទេសទាំងអស់នេះគឺធ្វើឲ្យបារាំងកាន់តែប្រឈមបញ្ហាទៅទៀតនៅពេលដែលខ្លួនកំពុងតែចុះខ្សោយសេដ្ឋកិច្ចនយោបាយស្រាប់នៅក្នុងប្រទេសរបស់ខ្លួនបាទហើយចំណុចទី2នោះគឺសេដ្ឋកិច្ចអញ្ចឹងយើងដឹងស្រាប់ហើយសេដ្ឋកិច្ចថាបារាំងគឺជាប្រទេសមួយឈ្នះសង្គ្រាមមែននៅក្នុងសង្គ្រាមលោកលើកទី2ក៏ប៉ុន្តែបើងាកមកមើលសេដ្ឋកិច្ចវិញយ៉ាងម៉េចបាទសេដ្ឋកិច្ចបារាំងគឺគ្រោងការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ណារួមទាំងមានទាំងហេដ្ឋារចនាសម្ព័ន្ធអគារផ្ទះសម្បែងផ្លូវស្ពានរោងចក្រឧស្សាហកម្មត្រូវបានបំផ្លិចបំផ្លាញអញ្ចឹងប្រកាសនោះគឺត្រូវឲ្យបារាំងទាមទារចំណាយថវិកាច្រើនដើម្បីស្ដារប្រទេសឡើងវិញណាអញ្ចឹងចំណាយច្រើនដើម្បីស្ដារប្រទេសឡើងវិញអញ្ចឹងនៅពេលដែលបារាំងចំណាយថវិកាច្រើនដើម្បីស្ដារប្រទេសខ្លួននោះដែលកំពុងតែរងការបំផ្លាញនៅក្នុងសម័យសង្គ្រាមលោកលើកទី2ហ្នឹងវាធ្វើឲ្យបារាំងខ្វះថវិកាសម្រាប់ទ្រទ្រង់រដ្ឋបាលរបស់ខ្លួននៅក្រៅស្រុកបើយើងនិយាយទៅគឺរដ្ឋបាលអាណានិគមរបស់ខ្លួននៅក្រៅប្រទេសអញ្ចឹងជាហេតុដែលធ្វើឲ្យរដ្ឋបាលក្រៅអាណានិគមរបស់ខ្លួននៅក្រៅប្រទេសធ្លាក់ចុះខ្សោយបាទណាហើយបន្ថែមពីនេះមិនត្រឹមតែសេដ្ឋកិច្ចទេបារាំងក៏មានបញ្ហាប្រឈមច្រើនទៀតណាសង្គមគឺមនុស្សស្លាប់ច្រើនណាស្ត្រីមេម៉ាយចាស់ជរាក៏មកកំព្រាសិតសឹងតែតម្រូវការឲ្យរដ្ឋាភិបាលបារាំងចំណាយថវិកាទ្រទ្រង់ឡើងវិញអ
ចំណុចទី3គឺនយោបាយណាគឺខ្ញុំលើកឡើងនយោបាយណាអញ្ចឹងយើងឃើញថាបារាំងបានធ្លាក់ចុះខ្សោយមែនទែនក្រោយសង្គ្រាមលោកលើកទី2ធ្វើទៅបិទតែឈ្នះសង្គ្រាមតែឥទ្ធិពលនយោបាយនៅលើឆាកអន្តរជាតិគឺធ្លាក់ចុះខ្សោយខ្លាំងណាហើយបន្ថែមពីនេះគឺបារាំងរងការសម្ពាធពីមហាអំណាចនយោបាយថ្មីណាគឺមហាអំណាចថ្មីក្រោយសង្គ្រាមលោកលើកទី2ពូលគឺសហរដ្ឋអាមេរិកជាមហាអំណាចលោកសេរីណាដែលហើយទី2គឺសហភាពសូវៀតដែលជាមហាអំណាចកុម្មុយនីសអញ្ចឹងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនេះគឺបានទាមទារមិនថាបារាំងមិនថាអង់គ្លេសទេគឺត្រូវផ្ដល់ស្វ័យភាពឯករាជ្យជូនដល់ប្រទេសក្រោមអាណានិគមទាំងអស់ហើយបន្ថែមពីនេះយើងឃើញថានៅសង្គមបារាំងហ្នឹងក៏មានការបែកបាក់ផ្ទៃក្នុងដែរនយោបាយផ្ទៃក្នុងបារាំងគឺមានការបែកបាក់ផ្ទៃក្នុងគឺដោយសារតែចលនាវាយលុកណាគឺចលការរិះសាយភាយចលនាកុម្មុយនីសនៅក្នុងសង្គមបារាំងផ្ទាល់តែម្ដងណាធ្វើឲ្យបារាំងធ្លាក់ចុះខ្សោយនៅពេលនោះបាទអូខេអញ្ចឹងការរំលឹកមេរៀនរបស់យើងគឺខ្ញុំលើកឡើងតែប៉ុណ្្នឹងបាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅសិក្សាមេរៀនយើងតែម្ដងបាទអញ្ចឹងដូចខ្ញុំបញ្ជាក់ឲ្យថាសម្រាប់សប្តាហ៍នេះគឺខ្ញុំនឹងលើកឡើងអំពីណាលទ្ធផលវិជ្ជមាននិងអវិជ្ជមាននៃការកំណែតម្រង់បារាំងអញ្ចឹងក្រោយពីចប់មេរៀននេះអ្វីដែលខ្ញុំរំពឹងទុកទី1ណាគឺបងប្អូននឹងបង្ហាញបានពីចំណុចវិជ្ជមាននិងអវិជ្ជមានក្រោមការគ្រប់គ្រងរបស់បារាំងក្នុងរយៈពេល90ឆ្នាំទី2គឺបងប្អូននឹងរង្វាយតម្លៃបានជាក់លាក់ពីគុណសម្បត្តិនិងគុណវិបត្តិរបស់បារាំងណាអញ្ចឹងយើងនឹងបង្ហាញបានដែរថាបារាំងបានផ្ដល់គុណសម្បត្តិអ្វីខ្លះដល់យើងហើយបានផ្ដល់គុណវិបត្តិអ្វីខ្លះដល់យើងទី3នោះគឺបងប្អូននឹងធ្វើសេចក្តីសន្និដ្ឋានបានណាសន្និដ្ឋានបានច្បាស់លាស់ពីគុណសម្បត្តិនិងគុណវិបត្តិនៃអាណានិគមនិយមបារាំងបាទអូខេអញ្ចឹងយើងចាប់ផ្ដើមសិក្សាតែម្ដងបងណាយើងចាប់ផ្ដើមសិក្សាតែម្ដងបាទអញ្ចឹងយើងចាប់ផ្ដើមសិក្សាបាទអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំនឹងលើកជាសំណួរបញ្ញត្តិមួយណាលើកជាសំណួរបញ្ញត្តិមួយសម្រាប់ឲ្យបងអូនស្វែងយល់ណាធ្វើស្វែងសិក្សាទាំងអស់គ្នាជាមួយលោកគ្រូអញ្ចឹងសំណួរបញ្ញត្តិរបស់យើងលើកឡើងថាតើអាណាព្យាបាលបារាំងពីឆ្នាំ1863ដល់ឆ្នាំ1953មានចំណុចវិជ្ជមាននិងអវិជ្ជមានដូចម្តេចខ្លះសម្រាប់កម្ពុជាសូមសំណួរម្ដងទៀតតើអាណាព្យាបាលបារាំងណាពីឆ្នាំ1863ដល់ឆ្នាំ1953មានចំណុចវិជ្ជមាននិងអវិជ្ជមានដូចម្តេចខ្លះសម្រាប់ប្រទេសកម្ពុជាអញ្ចឹងនៅក្នុងចំណុចត្រង់នេះគឺលោកគ្រូចង់ឲ្យបងប្អូនបង្ហាញអំពីចំណុចវិជ្ជមាននិងអវិជ្ជមាននៃអាណានិគមនៃអាណាព្យាបាលបារាំងណាដែលបានធ្វើកំណែតម្រង់លើប្រទេសកម្ពុជានឹងបានផ្ដល់អ្វីខ្លះសម្រាប់យើងណាគឺចំណុចល្អនិងចំណុចមិនល្អហ្នឹងបាទអញ្ចឹងយើងមើលទាំងអស់គ្នាតែម្ដងបាទឥឡូវនេះយើងមើលតាក់ទងនឹងលទ្ធផលវិជ្ជមាននិងអវិជ្ជមានអញ្ចឹងអាណានិគមបារាំងបានផ្ដល់ផលវិជ្ជមាននិងអវិជ្ជមានដូចតទៅអញ្ចឹងយើងដឹងហើយថាជាទូទៅការធ្វើកំណែតម្រង់ឬការគ្រប់គ្រងប្រកបនោះគឺចេញលទ្ធផល2គឺវិជ្ជមានអវិជ្ជមានអញ្ចឹងយើងមើលទាំងអស់គ្នាហើយជាចំណុចចាប់ផ្ដើមគឺខ្ញុំបង្ហាញអំពីចំណុចវិជ្ជមានមុនអញ្ចឹងចំណុចវិជ្ជមានគឺចំណុចល្អបាទណាអញ្ចឹងចំណុចទី1គឺចំណុចល្អទី1នោះគឺបារាំងបានបង្កើតសាលាចុងបូព៌ាប្រទេសដើម្បីសិក្សាស្រាវជ្រាវនិងចងក្រងពីអរិយធម៌ប្រវត្តិសាស្ត្រខ្មែរសម្រាប់កូនចៅជំនាន់ក្រោយអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំគិតថាវាជាចំណុចល្អប្រសើរនោះត្រង់ថានៅពេលដែលបារាំងបានដាក់អាណាព្យាបាលលើប្រទេសកម្ពុជាណាបារាំងបានជក់ចិត្តដិតអារម្មណ៍នឹងការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរណាបន្ថែមពីនេះគឺបារាំងបានបកប្រែសិលាចារឹកណាមួយចំនួនមកជាអក្សរខ្មែរដើម្បីឲ្យកូនចៅខ្មែរជំនាន់ក្រោយយល់ដឹងពីបុព្វបុរសរបស់ខ្លួនអញ្ចឹងនៅចំណុចត្រង់នេះយើងបង្ហាញឃើញថាបារាំងបានធ្វើឲ្យវប្បធម៌អរិយធម៌របស់ខ្មែរនឹងរស់ឡើងវិញណាគឺអ្វីដែលខ្ញុំគិតថារស់ឡើងវិញគឺដោយសារអីគឺដោយសារតែបានសិក្សាស្រាវជ្រាវចងក្រងណាពីអរិយធម៌ប្រវត្តិសាស្ត្រខ្មែរសម្រាប់កូនចៅជំនាន់ក្រោយយើងបានរៀនអញ្ចឹងចំណុចដែលកូនខ្មែរបានរៀននឹងឯងគឺជាចំណុចមួយដែលយើងអាចនិយាយបានថាអរិយធម៌របស់ខ្មែរត្រូវបានរស់ឡើងវិញណាអញ្ចឹងការរស់ឡើងវិញរបស់អរិយធម៌តលតែយ៉ាងម៉េចតលតែមនុស្សម្នានឹងបានអប់រំរៀនសូត្រយល់ដឹងណាទើបអរិយធម៌វប្បធម៌នឹងរស់ឡើងវិញអ
ចំណុចទី2នោះគឺបារាំងជួយការពារពូជសាសន៍ខ្មែរឲ្យបានគង់វង្សនិងរួចផុតពីមហិច្ឆតាឈ្លានពានលេបត្របាក់យកទឹកដីខ្មែរពីសំណាក់សៀមនិងយួនអញ្ចឹងយើងឃើញថាចាប់តាំងពីបារាំងបានដាក់អាណាព្យាបាលលើប្រទេសកម្ពុជាណាយើងឃើញថាសៀមនិងយួនបានបញ្ចប់ឥទ្ធិពលទាំងស្រុងមកលើទឹកដីមកលើខ្មែរណាមកលើខ្មែរណាអញ្ចឹងទឹកដីខ្មែរគឺត្រូវបានរក្សាគង់វង្សមិនឲ្យមានការបាត់បង់បន្តទៀតហើយបន្ថែមពីនេះយើងឃើញថាបារាំងក៏បានជួយទាមទារខេត្តមួយចំនួនឲ្យខ្មែរវិញដែរណាអញ្ចឹងចំណុចត្រង់នេះហើយគឺជាចំណុចល្អមួយណាគឺបារាំងការពារមិនឲ្យយើងមានការបាត់បង់ទឹកដីណាជាពិសេសនោះគឺការពារពូជសាសន៍ខ្មែរមិនឲ្យមានការរលាយបាត់បង់ពីពិភពលោកថែមទៅទៀតណានេះគឺជាចំណុចល្អហើយចំណុចទី3នោះគឺក្រមការគៀបសង្កត់របស់បារាំងណាបារាំងបានទាមទារត្រឡប់មកវិញនៅខេត្តស្ទឹងត្រែងទន្លេរពៅទន្លេរពៅមលូព្រៃកោះកុងអញ្ចឹងខេត្តស្ទឹងត្រែងទន្លេរពៅមលូព្រៃនិងកោះកុងហ្នឹងគឺទាមទារបានមកវិញនៅឆ្នាំ1904ណាតាមរយៈកិច្ចព្រមព្រៀងបារាំងសៀមនៅឆ្នាំ1904និងខេត្តបាត់ដំបងសៀមរាបសេរីសុភ័ណ្ឌនៅឆ្នាំ1907អញ្ចឹងនៅឆ្នាំ1907គឺបារាំងបានធ្វើកិច្ចព្រមព្រៀងមួយទៀតណាគេហៅថាកិច្ចព្រមព្រៀងរវាងបារាំងនិងសៀមនៅឆ្នាំ1907ហ្នឹងគឺយើងទទួលបានខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌក៏ប៉ុន្តែយើងបានបាត់បង់ខេត្តមួយចំនួនទៅវិញដែរណាគឺមានខេត្តត្រាតនិងខេត្តចន្ទបុនគឺយើងបាត់បង់ទៅលើភាគីថៃបាទណានេះគឺជាការដោះដូរមួយណាជាការដោះដូរមួយតែទោះបីយ៉ាងណាយើងឃើញថាការដោះដូរនេះយើងនៅតែទទួលខាតបង់ព្រោះតែទឹកដីទាំងអស់នោះសុទ្ធសឹងតែជាទឹកដីរបស់ខ្មែរយើងបាទណាអញ្ចឹងយើងសូមបញ្ជាក់ឡើងវិញបន្តិចថាការទាមទាររបស់បារាំងនៅពេលនោះណាទាមទារដូចជាខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌឲ្យខ្មែរវិញគឺបារាំងមើលឃើញប្រយោជន៍នោះគឺប្រយោជន៍បារាំងផងនិងប្រយោជន៍សម្រាប់កម្ពុជាផងប្រយោជន៍បារាំងនោះបារាំងមើលឃើញខេត្តបាត់ដំបងជាខេត្តមួយជំរុកកសិកម្មណាអញ្ចឹងបារាំងយល់ឃើញថាខេត្តបាត់ដំបងនឹងអាចធ្វើស្រូវបានផលខ្ពស់អាចនាំយកទៅស្រុកបារាំងនិងយកទៅគុតគង់នៅកូសាំងស៊ីនចំណែកឯសៀមរាបបារាំងដណ្ដើមយកបារាំងចំណែកសៀមរាបគឺបារាំងយកមកវិញតែជាខេត្តអរិយធម៌ប្រវត្តិសាស្ត្ររបស់ខ្មែរហ្នឹងគឺដើម្បីសិក្សាស្រាវជ្រាវណាសិក្សាស្រាវជ្រាវអំពីវប្បធម៌អរិយធម៌ខ្មែរណាឲ្យកូនខ្មែរចំនួនក្រោយបានសិក្សារៀនសូត្រអញ្ចឹងយើងឃើញថាដូចជាលោកសកសុដេសលោកអាដាម៉ាលើឃ្លៀដែលជាអគ្គទេសាបារាំងប្រចាំនៅប្រទេសកម្ពុជាហ្នឹងសឹងតែបានសិក្សាស្រាវជ្រាវណាប្រវត្តិសាស្ត្រខ្មែរឲ្យបានហើយវាជាការបន្សល់ទុករហូតដល់សពថ្ងៃហ្នឹងហើយសូមទោសខ្ញុំសូមបញ្ជាក់តិចថាលោកអាដាម៉ាលើឃ្លៀនិងលោកសកសុដេសមិនមែនជាអគ្គទេសាភិបាលទេគឺរេស៊ីដង់ជាន់ខ្ពស់ណារេស៊ីដង់ជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជាបាទហើយនៅចំណុចទី4យើងឃើញថាណាគឺបារាំងបានគូសផែនទីដងរែកជាព្រំដែនរវាងកម្ពុជានិងថៃនៅឆ្នាំ1908ហើយផែនទីដងរែកដែលបារាំងគូសនៅពេលនោះត្រូវបានទទួលស្គាល់ជាអន្តរជាតិរហូតដល់សប្តាហ៍ណាអញ្ចឹងព្រំដែនរួមរវាងកម្ពុជានិងថៃគឺកំណត់ទៅតាមផែនទីដងរែកបើយើងនិយាយចំគឺយកទៅតាមភូមិសាស្ត្រធម្មជាតិគឺភ្នំដងរែកនឹងឯងបាទណាហើយចំណុចទី6យើងមើលតកតលនឹងវិស័យសិក្សាធិការណាតកតលនឹងវិស័យសិក្សាធិការយើងឃើញថាបារាំងបានបង្កើតសាលារៀននៅតាមវត្តសាលារៀនតាមឃុំណាហើយមានបឋមសិក្សារហូតដល់មធ្យមសិក្សាអញ្ចឹងគឺយើងឃើញថាសាលាមធ្យមសិក្សាដំបូងគេគឺវិទ្យាល័យព្រះស៊ីសវត្តណាវិទ្យាល័យព្រះស៊ីសវត្តហើយបន្ថែមពីនេះគឺបង្កើតឲ្យមានបង្កើតបារាំងបង្កើតច្បាប់ដាក់ទូទាត់ទៅលើអាណាព្យាបាលដែលមិនបញ្ជូនកូនចៅទៅសិក្សារៀនសូត្រណាអញ្ចឹងតើតើនឹងវិស័យអប់រំគឺបារាំងបានធ្វើកំណែទម្រង់ច្រើនណាអញ្ចឹងមុនដំបូងគឺបារាំងបង្កើតសាលារៀនតាមវត្តតែចុងក្រោយបារាំងបានបង្កើតសាលារៀនតាមភូមិតាមឃុំតាមស្រុកណាពីបឋមរហូតដល់មធ្យមសិក្សាហើយមធ្យមសិក្សាដំបូងគេរបស់ខ្មែរគឺវិទ្យាល័យព្រះស៊ីសវត្តណាហើយភាគច្រើនអ្នកចេះដឹងណាអ្នកដែលចេញពីវិទ្យាល័យព្រះស៊ីសវត្តហ្នឹងគឺសិក្សាតែអ្នកចេះដឹងហើយនៅក្នុងសម័យនោះណាព្រោះវិទ្យាល័យស៊ីសវត្តហ្នឹងគឺជាវិទ្យាល័យដែលអាចថាជាគ្រឹះស្ថានសិក្សាជាន់ខ្ពស់បំផុត
នៅកម្ពុជានៅពេលនោះបាទណាហើយមួយទៀតគឺនៅឆ្នាំ1915បារាំងបានបង្កើតគណៈកម្មការរៀបចំវចនានុក្រមខ្មែរដើម្បីធ្វើឲ្យភាសាជាតិនឹងមានលក្ខណៈប្រកបនិយមណាអញ្ចឹងបារាំងគឺបានចូលរួមបង្កើតណាវចនានុក្រមខ្មែរណាបង្កើតជាគណៈកម្មការរៀបចំវចនានុក្រមខ្មែរធ្វើយ៉ាងណាឲ្យភាសាខ្មែរនឹងមានភាពប្រកបនិយមណាច្បាស់លាស់ហើយចំណែកឯវិស័យសង្គមណាចំណែកវិស័យសង្គមវិញយើងមើលឃើញថាយ៉ាងម៉េចគឺបារាំងបានកែទំនងគេគាត់ថាកែតម្រង់រដ្ឋបាលណាកែតម្រង់រដ្ឋបាលនោះគឺប្រទេសកម្ពុជាមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវណាពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិកែតាក់ទងនឹងតុលាការណាតុលាការគឺបារាំងបានបង្កើតឲ្យមានតុលាការនៅតាមខេត្តនិងតុលាការកំពូលណាតាក់ទងនឹងពន្ធដារគឺបារាំងបានជួយរៀបចំឲ្យមានប្រព័ន្ធពន្ធដារត្រឹមត្រូវណាឲ្យមានប្រព័ន្ធពន្ធដារត្រឹមត្រូវណាការបង់ពន្ធដារមិនមែនបង់ដូចមុនទេណាគឺមានកដាស់ស្នាមត្រឹមត្រូវហើយមានបង់នេះគឺបង់ទៅតាមភ្នាក់ងារពន្ធដារណាភ្នាក់ងារពន្ធដារបាទអញ្ចឹងយើងសរុបមកយើងឃើញថាបារាំងបានជួយកំណែតម្រង់រដ្ឋបាលតុលាការនិងប្រព័ន្ធពន្ធដារខ្មែរឲ្យមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានច្បាប់ទម្លាប់ជាក់លាក់ណាហើយចំណែកឯរបបទេសភាពវិញក៏ត្រូវបានលុបបំបាត់ចេញពីសង្គមខ្មែរផងដែរណាអញ្ចឹងរបបទេសភាពគឺជារបបមួយដែលនិយាយអំពីភាពជាទេសកលណាតែត្រូវបំរើគេពីចំនួនមួយទៅចំនួនមួយទៀតអញ្ចឹងរបបហ្នឹងគឺត្រូវបានលុបបំបាត់នៅក្នុងសង្គមខ្មែរណាចំណែកឯវិស័យសេដ្ឋកិច្ចវិញគឺបារាំងពឹងផ្អែកទៅលើកសិកម្មនិងដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូម្រេចក្រចៅថ្នាំជក់អញ្ចឹងវិស័យកសិកម្មគឺបារាំងបានកែប្រែយ៉ាងម៉េចគឺបារាំងបានកែប្រែពីប្រទេសកម្ពុជាដែលពឹងផ្អែកតែលើដំណាំស្រូវគឺបដូរមកប្រទេសដែលពឹងផ្អែកទៅលើដំណាំកសិឧស្សាហកម្មអញ្ចឹងយើងមានដូចជាកៅស៊ូម្រេចក្រចៅថ្នាំជក់ណាទាំងអស់នេះសិតសឹងតែជាថ្នាំសម្រាប់យកទៅបម្រើប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មបាទចំណែកឯវិស័យពាណិជ្ជកម្មវិញយើងមើលវិស័យពាណិជ្ជកម្មដែលយើងឃើញថាបារាំងបង្កើតឲ្យមានធនាគារហាងលក់ទំនិញធំហាងបញ្ចាំនិងទីផ្សារជាដើមអញ្ចឹងយើងឃើញថាវិស័យពាណិជ្ជកម្មដែលបង្កើតឲ្យមានប្រព័ន្ធធនាគារហាងលក់ទំនិញធំហាងបញ្ចាំនិងទីផ្សារជាដើមណានេះគឺជាតកតងនឹងវិស័យពាណិជ្ជកម្មដែលខុសពីមុនយើងអត់មានទីផ្សារអត់មានហាងបញ្ចាំអត់មានធនាគារទេហើយការរកស៊ីលក់ដូររបស់ខ្មែរយើងចំនួនមុនគឺគេហៅថារកស៊ីតាមទំនៀមទម្លាប់ចាស់នោះគឺគេហៅថារកស៊ីតាមបែបផ្សារក្រមួនណាគឺផ្សារក្រមួននោះគឺយើងអាចនិយាយបានថាប្រឡំឡើងប្រជាជនជួបជុំគ្នាដោះដូរទំនិញទៅហើយម៉ោង9ម៉ោង10នោះគឺបាត់អស់ហើយណាលែងមានសកម្មភាពទីផ្សារហើយអញ្ចឹងនៅពេលដែលបារាំងជួបមកដល់គឺបារាំងបង្កើតឲ្យមានទីផ្សារហាងលក់ទំនិញអញ្ចឹងប្រជាជនអាចទៅទិញទំនិញបានគ្រប់ពេលវេលាអាចចូលទៅផ្សារគ្រប់ពេលវេលាបាទឥឡូវនេះយើងងាកមកមើលវិស័យគមនាគមន៍វិញម្ដងបាទវិស័យគមនាគមន៍តើបារាំងបានធ្វើអ្វីខ្លះទាក់ទងនឹងវិស័យគមនាគមន៍បាទអញ្ចឹងបារាំងបានកសាងស្ពានផ្លូវថ្នល់និងផ្លូវដែកណាដូចជាផ្លូវដែកពីភ្នំពេញកាត់តាមអរញ្ញទៅប៉ោយប៉ែតណាកសាងស្ពានអញ្ចឹងស្ពាននោះយើងឃើញមានស្ពានទំនើបដំបូងគេនៅកម្ពុជាស្ពានដែលឆ្លងទន្លេដំបូងគេនោះគឺស្ពានព្រះមុនីវង្សណាដែលឆ្លងកាត់ទន្លេបាសាក់ណាកសាងឡើងនៅឆ្នាំ1927ផ្លូវថ្នល់បារាំងបានកសាងដូចជាមានផ្លូវជាតិលេខ1ផ្លូវជាតិលេខ2លេខ3លេខ4លេខ5លេខ6ណាដើម្បីភ្ជាប់ទៅតំបន់នីមួយៗណាចំណែកឯផ្លូវដែកបារាំងបានកសាងពីផ្លូវដែកណាពីភ្នំពេញទៅប៉ោយប៉ែតណាកាត់តាមអរញ្ញទៅប៉ោយប៉ែតបាទអញ្ចឹងយើងមើលនេះបាទរូបភាពទី1នេះគឺជាស្ពានព្រះមុនីវង្សហើយណាស្ពានព្រះមុនីវង្សនៅឆ្នាំ1927ហើយរូបភាពទី2នេះគឺជាផ្លូវដែកណាដែលភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែតចំណែកឯវិស័យសុខាភិបាលគឺបារាំងបានបង្កើតមន្ទីរពេទ្យសម្រាប់ព្យាបាលកម្មករចំការកស៊ូផងដែរណាបាទហើយក្រៅពីនេះគឺបារាំងបង្កើតឲ្យមានមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យខ្នាតធំផងដែរបងណាបាទអញ្ចឹងយើងមើលចំណុចមួយទៀតណាឥឡូវនេះយើងងាកមកមើលចំណុចអវិជ្ជមានម្ដងបាទតែមិញយើងលើកហើយតើតើចំណុចវិជ្ជមានគឺចំណុចល្អឥឡូវយើងមើលចំណុចអវិជ្ជមានបាទតើចំណុចអវិជ្ជមានរបស់បារាំងមានអ្វីខ្លះអញ្ចឹងយើងឃើញថាចំណុចអវិជ្ជមានរបស់បារាំងគឺមានច្រើនណាយើងឃើញថាទោះបីជាបារាំងបានលុបបំបាត់
របបទេសភាពមែនក៏ប៉ុន្តែយ៉ាងម៉េចក៏ប៉ុន្តែបារាំងមិនបានធ្វើឲ្យសង្គមខ្មែរនឹងមានភាពប្រសើរទេណាតែផ្ទុយទៅវិញបារាំងបានធ្វើទុកបុកម្នេញតាក់ទងនឹងការប្រមូលពន្ធដារគ្រប់សន្តានដែលធ្វើឲ្យប្រជារាស្ត្រខ្មែរកាន់តែក្រអញ្ចឹងយើងឃើញថាបារាំងបានលុបបំបាត់របបទេសភាពលែងឲ្យមានវណ្ណៈខ្ញុំគេមែនក៏ប៉ុន្តែបារាំងបានធ្វើទុកបុកម្នេញខ្មែរដោយតាមរយៈការទារពន្ធដារគ្រប់សន្តានអញ្ចឹងការទារពន្ធដារនោះគឺមានតាំងពីពន្ធឆ្កែពន្ធឆ្មាពន្ធមាន់ពន្ធទាពន្ធមនុស្សពន្ធដំណាំពន្ធផ្សេងៗទៀតអញ្ចឹងគេហៅថាឲ្យតែប្រជាជនខ្មែរបានធ្វើអ្វីមួយឧទាហរណ៍ដូចជាចិញ្ចឹមសត្វក៏មានពន្ធមនុស្សក៏មានពន្ធធ្វើស្រែក៏ត្រូវមានពន្ធអញ្ចឹងការទារពន្ធគ្រប់ស្ថានហ្នឹងវាធ្វើឲ្យខ្មែរកាន់តែក្រទៅបាទអញ្ចឹងវាមិនខុសអីទេវាមិនខុសអីពីបារាំងជិះជាន់កេងប្រវ័ញ្ចខ្មែរហើយក៏វាមិនខុសអីពីនៅក្នុងរបបទេសភាពដែររបបទេសភាពទោះបីថាត្រូវបំរើគេទោះបីថាបំរើគេពីចំនួនមួយទៅចំនួនមួយមែនក៏ប៉ុន្តែយើងងាកមកមើលណាយើងងាកមកមើលពេលដែលបារាំងធ្វើវាមិនខុសអីពីរបបទេសភាពទេណាគឺបារាំងបានជិះជាន់កេងប្រវ័ញ្ចខ្មែរគ្រាន់តែថាប្រជាជនខ្មែរនៅពេលនោះគឺមិនស្ថិតនៅគេហៅថាត្រូវបានរួចផុតការបំរើគេពីចំនួនមួយទៅចំនួនមួយក៏ប៉ុន្តែត្រូវបានរងការជិះជាន់កេងប្រវ័ញ្ចគ្រប់រូបភាពអញ្ចឹងវាមិនខុសអីពីរបបទេសភាពអីប្រហែលទេចំណុចទី2នោះគឺនៅក្នុងសម័យសង្គ្រាមលោកលើកទី1និងលើកទី2ណាបារាំងបានកេណ្ឌប្រជាជនកម្ពុជាឲ្យទៅធ្វើជាទាហានណាបណ្ដាឲ្យស្លាប់មនុស្សជាច្រើនណាជាឃើញថានៅក្នុងសម័យសង្គ្រាមលោកលើកទី1និងលោកលើកទី2ហ្នឹងគឺបារាំងបានកេណ្ឌពលរដ្ឋខ្មែរហើយក៏មានរាជវង្សមួយចំនួនដែរណាដែលបានស្ម័គ្រចិត្តទៅធ្វើសង្គ្រាមហើយក៏បានសគត់នៅប្រទេសបារាំងផងដែរណាចំណុចទី3យើងឃើញថានៅឆ្នាំ1949ណាគឺជារឿងមួយដែលឈឺចាប់ណាគឺបារាំងបានកាត់ទឹកដីកម្ពុជាក្រោមណាដែលមានផ្ទៃក្រឡាប្រហែលជា600,000 គីឡូម៉ែត្រការ៉េហ្នឹងទៅឲ្យប្រទេសវៀតណាមខាងត្បូងណាគឺទៅឲ្យស្ដេចបាវដាយហើយរឿងរ៉ាវដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមទាំងមូលឲ្យអំណាចស្ដេចបាវដាយនេះគឺដោយសារអីណាគឺបារាំងយល់ថាបារាំងគឺពេលនោះគឺបារាំងគាត់ចង់ខ្ចីដៃស្ដេចបាវដាយណាជាព្រោះយើងនិយាយទៅជាកាដូលោកចិត្តមួយទៅរកអំណាចស្ដេចបាវដាយណាដើម្បីធ្វើសង្គ្រាមប្រឆាំងទល់នឹងប្រទេសវៀតណាមខាងជើងបាទអញ្ចឹងបើយើងនិយាយទៅការកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាមខាងត្បូងគឺជារឿងមួយដែលបារាំងគិតទៅលើផលប្រយោជន៍បារាំងសុទ្ធសាធណាបារាំងសុទ្ធសាធណាបារាំងមិនគិតពីប្រយោជន៍មកជនជាតិខ្មែរទេណាបើសិនបារាំងមានសន្តានគេថាមានការគិតស៊ីជម្រៅតិចគឺបារាំងនឹកឃើញថាប្រជាជនខ្មែររាប់លានអ្នកដែលរស់នៅទឹកដីកម្ពុជាក្រោមណាតើពួកគេមានវាសនាបែបណានៅពេលដែលទឹកដីនេះត្រូវបានកាត់ឲ្យវៀតណាមណាយើងដឹងហើយថាប្រជាជនខ្មែរនិងវៀតណាមគឺមានប្រពៃណីទំនៀមទម្លាប់វប្បធម៌ខុសគ្នាណាអញ្ចឹងវាជាភាពលំបាកមួយបាទហើយចំណុចមួយទៀតណាគឺតាមរយៈសន្ធិសញ្ញាបារាំងសៀមនៅឆ្នាំ1907គឺបារាំងបានកាត់ខេត្តត្រាតនិងខេត្តចន្ទបុរីនិងខេត្តចន្ទបុនប្រគល់ឲ្យសៀមណានេះក៏ជាការខាតបង់មួយដែរណាគឺជាការខាតបង់មួយដែរណាតែបារាំងបានធ្វើហើយចំណុចមួយទៀតវិញគឺយើងឃើញថាក្នុងនាមជាម្ចាស់អាណាព្យាបាលហើយចុងក្រោយវិវត្តទៅជាអាណានិគមគឺបារាំងបានប្រមូលវត្ថុមានតម្លៃរបស់ខ្មែរទៅសឹកបារាំងណាអានឹងជាទូទៅហើយនៅពេលដែលគេគ្រប់គ្រងយើងប្រកាសណាគេនឹងប្រមូលយកវត្ថុមានតម្លៃពីយើងទៅហើយចំណុចចុងក្រោយណារឿងរ៉ាវដែលបងបារាំងធ្វើឲ្យស្មុគស្មាញដល់បច្ចុប្បន្ននោះគឺបារាំងបាននាំជនជាតិយួនយ៉ាងសន្ធឹកសន្ធាប់ហូរចូលមករស់នៅលើទឹកដីខ្មែរហើយជាបញ្ហារហូតដល់សពថ្ងៃហ្នឹងឯងណាអញ្ចឹងវត្តមានជនជាតិយួនអាណាមបច្ចុប្បន្នគេហៅវៀតណាមណាដែលរស់នៅលើទឹកដីខ្មែរបច្ចុប្បន្នហ្នឹងក៏ជាកំហុសមួយរបស់បារាំងដែរណាបារាំងបាននាំជនជាតិយួនទាំងអស់នេះមករស់នៅលើទឹកដីខ្មែរជាច្រើនបារាំងយល់ថាជនជាតិយួនទាំងអស់នោះគឺមានចំណេះដឹងខ្ពស់ជាងខ្មែរឧស្សាហ៍ព្យាយាមធ្វើការជាងខ្មែរនិងជាមនុស្សតស៊ូអំណត់ណាដោយបារាំងយល់ថាខ្មែរយើងខ្ជិលច្អោសហើយមិនសូវមានចំណេះដឹងខាងផ្នែកការងារបច្ចេកទេសនិងរដ្ឋបាលណាអញ្ចឹងនេះគឺជាកំហុសមួយដែររបស់បារាំងបាទ
បាទសរុបជាចុងក្រោយគឺលោកគ្រូមានតែប៉ុណ្្នឹងណាសរុបជាចុងក្រោយគឺលោកគ្រូមានតែប៉ុណ្្នឹងទាក់ទងនឹងលទ្ធផលណាចំណុចល្អនិងចំណុចមិនល្អរបស់បារាំងក្នុងការគ្រប់គ្រងខ្មែររយៈពេល90ឆ្នាំអញ្ចឹងយើងឃើញថាមានទាំងចំណុចល្អនិងចំណុចមិនល្អបាទណាបាទជាចុងក្រោយមុននឹងបញ្ចប់ណាម៉ោងរបស់យើងណាជាការរាល់ដងណាដូចរាល់ដងគឺលោកគ្រូសូមងាកមកមើលការពង្រឹងចំណេះដឹងអញ្ចឹងយើងមើលការរៀនរយៈពេល30នាទីតើបងប្អូនទទួលបានចំណេះដឹងមួយខ្លះអញ្ចឹងយើងចាប់ផ្ដើមណាអញ្ចឹងយើងមើលថាក្រោមការគៀបសង្កត់ណាសំណួរទី1ក្រោមការគៀបសង្កត់ពីបារាំងលើប្រទេសសៀមក្នុងឆ្នាំ1907តើប្រទេសកម្ពុជាទទួលបានខេត្តណាខ្លះត្រឡប់មកវិញអញ្ចឹងខ្ញុំសូមលើកឡើងម្ដងទៀតក្រោមការគៀបសង្កត់ពីបារាំងលើប្រទេសសៀមក្នុងឆ្នាំ1907តើប្រទេសកម្ពុជាទទួលបានខេត្តណាខ្លះត្រឡប់មកវិញអញ្ចឹងចម្លើយយើងមាន4ចម្លើយកមានកោះកុងស្ទឹងត្រែងនិងមលូព្រៃចម្លើយខបាត់ដំបងសៀមរាបនិងស្រីសុភ័ណ្ឌចម្លើយកបាត់ដំបងកោះកុងនិងទន្លេរពៅចម្លើយខសៀមរាបស្ទឹងត្រែងនិងព្រះវិហារអញ្ចឹងយើងមើលចម្លើយទាំង4ចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវបាទអញ្ចឹងបងប្អូនមានរយៈពេល30វិនាទីក្នុងការជ្រើសរើសចម្លើយដែលបងប្អូនគិតថាត្រឹមត្រូវអញ្ចឹងយើងមើលចម្លើយមួយណាដែរដែលបងប្អូនគិតថាត្រឹមត្រូវបាទណាតើក្រោមការទៀមទាគៀបសង្កត់ពីបារាំងណានៅឆ្នាំ1907តើប្រទេសកម្ពុជាទទួលបានខេត្តណាខ្លះត្រឡប់មកវិញអញ្ចឹងយើងដឹងថាបារាំងបានគៀបសង្កត់ប្រទេសសៀមណាប្រទេសសៀមណាដើម្បីឲ្យសៀមនោះប្រគល់ខេត្តមួយចំនួនដែលសៀមដណ្ដើមបានខុសដណ្ដើមបានពីខ្មែរខុសច្បាប់បាទអញ្ចឹងពេលវេលាយើងចប់ហើយអញ្ចឹងយើងមើលចម្លើយមួយណាដែលបងប្អូនគិតថាត្រឹមត្រូវអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមើលទាំងអស់គ្នាមួយណាគឺចម្លើយខណាអញ្ចឹងតាមរយៈកិច្ចព្រមព្រៀងរវាងបារាំងនិងសៀមនៅឆ្នាំ1907ណាគឺសៀមបានប្រគល់ខេត្តចំនួន3ណាគឺបាត់ដំបងសៀមរាបនិងស្រីសុភ័ណ្ឌត្រឡប់ឲ្យបារាំងអញ្ចឹងឲ្យបារាំងនេះគឺដូចឲ្យខ្មែរអញ្ចឹងដោយសារអីពេលនោះគឺបារាំងគឺជាម្ចាស់អាណាព្យាបាលលើប្រទេសកម្ពុជាអញ្ចឹងដូចជាម៉ែជាឪអញ្ចឹងណាយើងប្រៀបដូចជាកូនអញ្ចឹងប្រគល់ឲ្យបារាំងក៏ប្រគល់ដូចប្រគល់ឲ្យយើងដែរបាទក៏ប៉ុន្តែកិច្ចព្រមព្រៀងនឹងយើងឃើញថាយើងខាត់បងខេត្តមួយចំនួនត្រឡប់ទៅដែលបារាំងចូលព្រមប្រគល់ឲ្យសៀមផ្ដាច់មុខនោះគឺខេត្តត្រាតនិងខេត្តចន្ទបុនណាក៏ត្រូវបានបាត់បង់ទៅលើប្រទេសសៀមរហូតដល់សប្តាហ៍នេះណាចំណែកឯចម្លើយកគោនិងខគឺជាចម្លើយមិនត្រឹមត្រូវទេបាទឥឡូវយើងមើលសំណួរហ្វឹកហាត់ទី2ណាសំណួរហ្វឹកហាត់ទី2ណាតើផែនទីដងរែកដែលជាការកំណត់ព្រំដែនរវាងកម្ពុជានិងថៃហើយទទួលស្គាល់ជាអន្តរជាតិគូសឡើងនៅឆ្នាំណាខ្ញុំសូមសួរម្ដងទៀតតើផែនទីដងរែកដែលជាការកំណត់ព្រំដែនរវាងកម្ពុជានិងថៃហើយទទួលស្គាល់ជាអន្តរជាតិគូសឡើងនៅឆ្នាំណាបាទអញ្ចឹងចម្លើយយើងគឺមាន4បងប្អូនណាបាទកនៅឆ្នាំ1907ខនៅឆ្នាំ1908កនៅឆ្នាំ1909ខនៅឆ្នាំ1910អញ្ចឹងយើងមើលទាំងអស់គ្នាណាចឹងបងប្អូនមានរយៈពេល30វិនាទីក្នុងការជ្រើសរើសចម្លើយដែលបងប្អូនគិតថាត្រឹមត្រូវអញ្ចឹងយើងមើលថាផែនទីដងរែកដែលជាការកំណត់ព្រំដែនរវាងកម្ពុជានិងថៃហើយទទួលស្គាល់ដោយអន្តរជាតិត្រូវបានគូសនៅឆ្នាំណាណាអញ្ចឹងផែនទីដងរែកនេះបើយើងនិយាយទៅគឺគូសដោយបារាំងណាជាមួយនឹងភាគីសៀមដើម្បីកំណត់ព្រំប្រទល់រវាងរាជាណាចក្រកម្ពុជានិងប្រទេសសៀមនៅពេលនោះបាទអញ្ចឹងពេលវេលាយើងអស់ហើយអញ្ចឹងយើងមើលចម្លើយតាមមួយណាបងប្អូនគិតថាត្រឹមត្រូវអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមួយណាចម្លើយខដដែលទៀតបាទអញ្ចឹងផែនទីដងរែកដែលគូសដោយបារាំងនិងសៀមណាគឺគូសឡើងនៅឆ្នាំ1907សំទោស1908ហើយសូមបញ្ជាក់ថាផែនទីនេះគឺគូសឡើងដោយបារាំងហើយក៏មានការចរចាជាច្រើនលើកច្រើនសារដែរជាមួយភាគីសៀមបាទណាហើយបងប្អូនគាត់ឆ្ងល់ថាហេតុអីបានបារាំងទៅគូសផែនទីជំនួសខ្មែរដោយបញ្ជាក់ខាងដើមយើងថាបារាំងគឺជាអាណាព្យាបាលលើប្រទេសកម្ពុជាអញ្ចឹងបារាំងគឺជាម៉ែជាឪបារាំងយកសម្រេចកិច្ចការជំនួសកម្ពុជានៅពេលនោះណាហើយចំណែកឯចម្លើយកនិងខគឺជាចម្លើយមិនត្រឹមត្រូវទេហើយសូមបញ្ជាក់ថាផែនទីដងរែកនេះគឺត្រូវទទួលស្គាល់ជាផែនទីអន្តរជាតិរហូតដល់សប្តាហ៍ថ្ងៃណាហើយត្រូវបានទទួលស្គាល់ថាជាព្រំប្រទល់រវាងកម្ពុជានិងថៃនាពេលបច្ចុប្បន្នហ្នឹងបាទឥឡូវយើងមើលសំណួរហ្វឹកហាត់ទី3ណាយើងមើលសំណួរហ្វឹកហាត់ទី3ណា
តើចំណុចខាងក្រោមមួយណាដែលជាមិនមែនចំណុចគុណសម្បត្តិរបស់អាណានិគមនិយមបារាំងតើចំណុចខាងក្រោមមួយណាដែលមិនមែនជាចំណុចគុណសម្បត្តិរបស់អាណានិគមនិយមបារាំងអញ្ចឹងចម្លើយយើងមាន4ចម្លើយកបារាំងសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រអរិយធម៌វប្បធម៌ខ្មែរចម្លើយកបារាំងបានគូសផែនទីដងរែកក្នុងឆ្នាំ1908ចម្លើយខបារាំងបានគៀបសង្កត់ជិះជាន់កេងប្រវ័ញ្ចនិងប្រមូលពន្ធដារចម្លើយខត្រឹមត្រូវទាំងអស់អញ្ចឹងយើងមើលចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវអញ្ចឹងបងមានរយៈពេល30វិនាទីក្នុងការជ្រើសរើសចម្លើយដែលបងគិតថាត្រឹមត្រូវបាទណាបាទអញ្ចឹងយើងមើលចម្លើយមួយណាដែលបងគិតថាត្រឹមត្រូវបាទអញ្ចឹងពេលវេលាយើងទៅហើយណាតើចំណុចណាមួយដែលជាមិនមែនជាចំណុចគុណសម្បត្តិអញ្ចឹងគេសួរថាតើចំណុចណាមួយមិនមែនជាចំណុចល្អនៃការកំណែតម្រង់របស់អាណាព្យាបាលបារាំងណាយើងមើលបាទអញ្ចឹងពេលវេលាយើងអស់ហើយណាអញ្ចឹងចំណុចដែលមិនមែនជាចំណុចល្អនៃអាណានិគមនិយមបារាំងគឺមួយណាបាទគឺចម្លើយកណាគឺបារាំងបានគៀបសង្កត់ជិះជាន់កេងប្រវ័ញ្ចនិងប្រមូលពន្ធដារខ្មែរនេះគឺមិនមែនជាចំណុចល្អទេវាទៅជាចំណុចមិនល្អវិញនៃអាណានិគមនិយមបារាំងហើយណាដែលបានគៀបសង្កត់ជិះជាន់កេងប្រវ័ញ្ចប្រមូលពន្ធដារខ្មែរគ្រប់រូបភាពគ្រប់សន្តានដែលធ្វើឲ្យខ្មែរកាន់តែក្រវេទនាលំបាកថែមមួយកម្រិតទៀតណាហើយចំណែកឯចម្លើយកខនិងខគឺជាចម្លើយមិនត្រឹមត្រូវទេបាទជាចុងក្រោយគឺខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណសម្រាប់បងប្អូនដែលបានចូលរួមណាអរគុណសូមជម្រាបលា